របស់លីនឃីនីនចូលដៃវិញចូលដៃកណ្ដាប់ដៃកែងមួយអូយកែងវិញសងវិញ Extreme Cambodia គុនខ្មែរទឹកពិសាកម្ពុជាបន្សុទ្ធគ្រប់ដំណក់ជាមួយបច្ចេកវិទ្យា Smart Triple Filter Extreme Cambodia គុនខ្មែរគូពិសេសទី1ទឹកទី1លោកស្រីនាងកញ្ញាជាទីមេត្រី Extreme Cambodia គុនខ្មែរមកដល់សប្តាហ៍64ហើយគូបាក់ឆាកគីឡូធ្ងន់តែធ្ងន់នេះមិនធ្ងន់ទី1ទេណាបាទនៅធ្ងន់ជាងនឹងទៀតបាក់គូបន្ទាប់បាទកីឡាករបង្គោលក្រហមកីឡាករលីនឃីនីនបាទជាមួយនឹងកីឡាករពេជ្រផាណាពេជ្រផាណាកាលនេះគេថាពេជ្រតម្រៃតូចជាមួយនឹងលោកគ្រូសៃហាអ្នកមកផ្ដល់ជាកម្លាំងចិត្តទៅដល់កីឡាករហើយយដើរចូលបាច់ជើងអ្នកទៀមរៀបបង្គោលក្រហមអ្នកទៀមរៀបបង្គោលខៀវអ្នកកំពុងធំព្យាយាមដើរចូលចាក់ជើងក្រោមសងវិញ65គីឡូនេះបាទគីឡូធំបាទចេញពីនោះគីឡូ72បាទចេញគីឡូ72បាទព្យាយាមដើរចូលបាទផាណាដើរចូលឃីនីនធាក់មួយបាទឃីនីននេះគេចាញ់ខំអ្នករាជចាញ់នៅចុងទឹកហើយសម្រាប់កីឡាករផាណានេះគេឈ្នះបាទការប្រកួតជំនួបគូប្រកួតនៅទឹកទី2ជាយើងចាក់ជង្គង់មួយសិនលោកនួនគុនទីដែលជាអាជ្ញាកណ្ដាលបញ្ជាការប្រកួតបាក់គូទី1បាទកាលនេះបងប្អូនមកចូលរួមច្រើនមែនទែននៅសង្វៀន Extreme Cambodia គុនខ្មែរហើយបងប្អូនដែលកំពុងទស្សនានៅតាមកញ្ចក់ទូរស័ព្ទដៃកុំភ្លេចជួយចុច like និង share ផងនៅលើ page បាទជាដើរចូលទាត់កាប់ចានមួយរបស់ផាណាជើងក្រោមមួយទៀតរបស់ផាណាឃីនីនអាយ៉ូទៅរែកបានពីរជើងបាទជាដើរចូលកណ្ដាប់ដៃរបស់ឃីនីនអាយ៉ាបំរុងបោះជង្គង់ចាក់ជើងក្រោមមួយរបស់ផាណាចូលកណ្ដាប់ដៃពេញកន្លែងនេះអាយ៉ូជង្គង់របស់ផាណាជង្គង់សងមួយរបស់ឃីនីនជង្គង់សងទៅសងមកកាច់យួលកន្លែងនេះវ៉ាវគូនេះគេថាមិនធម្មតាទេណាបាទដើរចូលបន្តទៀតរបស់ពេជ្រផាណាធាក់ទល់មួយសិនចូលក្តាប់ដៃមកដៃទៅវិញទៅមកបាក់កាត់គាត់ដៃមួយទៀតរបស់ឃីនីនទាត់ជើងស្ដាំមួយផាណាលេងមកជើងស្ដាំសងមកវិញបាច់ជើងមកជើងទៅមកជើងមកវ៉ាវនេះគេថាមិនធម្មតាទេណាការប្រវត្តិការប្រកួតក្រោម10ដងទេកីឡាករទី2នេះបាទជាចាក់ជង្គង់របស់ផាណាជង្គង់កន្លែងនេះគួរអាជ្ញាកណ្ដាលនេះហើយបាទពេជ្រតម្រៃតូចអ្នកឲ្យទឹកដល់ពេជ្រផាណាជាមួយនឹងគ្រូពេជ្រសហាចូលដៃមកដៃកន្លែងនេះរបស់លីនឃីនីនចូលដៃវិញចូលដៃកណ្ដាប់ដៃកែងមួយអូយកែងវិញសងវិញចាក់ជង្គង់មួយជង្គង់សងវិញចាប់ទាស់ជើងទូឡើយពេលវេលាដល់30វិនាទីទៀតពេជ្រផាណាដើរចូលធាក់ទុកមួយសិនរបស់លីនឃីនីនកណ្ដាប់ដៃចាក់ជង្គង់របស់ផាណាជង្គង់របស់ឃីនីនជង្គង់របស់ផាណាជង្គង់របស់ឃីនីនផ្ទះជង្គង់ទៅជង្គង់មកចាប់កាច់មួយទៀតអាយ៉យបកែកាច់មែនទេសម្រាប់ឃីនីនឥឡូវដើរចូលរបស់ពេជ្រផាណាលូកម្ដាយខាងឆ្វេងទាត់ជើងក្រោមមួយរបស់លីនឃីនីនទាត់អាយ៉យមកជើងទៅមកជើងមកចាប់ទី1បាទឥឡូវនេះយើងមកទស្សនាគូពិសេសគូទី1ទឹកទី2បង្គោលក្រហមឃីនីនបង្គោលខៀវពេជ្រផាណាស្ទាមស្ទងអស់ទឹកទី1ហើយឥឡូវយើងចូលទឹកទី2ដឹងគ្នាខ្លះតតរបស់ឃីនីនផាណានឹងដើរចូលបុកមួយតសងបកៃចាក់ជាប់ជង្គង់សងជង្គង់របស់បង្គោលខៀវផាណាសងវិញឃីនីនដាក់ជង្គង់ទៀតអូហូយទឹកទី2នេះអត់ទុកទេបងប្អូនអត់ទុកទេតតធាក់មួយរបស់ឃីនីនផាណាដើរចូលផាណាសងអាយ៉ូសងឆ្វេងស្ដាំអាយ៉ូទៅហើយលោកគ្រូវិធីញែកគូទាំងពីរសិនអូទឹកទី2អត់ស្ទាមតុងទេផាណាចូលឆ្វេងលូកខៅឆ្វេងមួយទៀតអត់ចំគីនីនយាបកកែងមួយភឹកអូអត់ចំរៀបជាប់លោកគ្រូញ៉ាកណ្ដាលរត់ទៅញែកគូទាំងពីរអាយ៉ាផាណាដើរចូលសឹមជ្រុំជើងតម្រៃមួយធាក់តែលូកឆ្វេងឡើងឃីនីនតតឆ្វេងយាកែងអត់ទៅមកឆ្វេងស្ដាំផ្សេងរបស់ឃីនីននៅយោពេញទៅហើយលូកស្ដាំរបស់ផាណាលូកឆ្វេងខៅឆ្វេងរបស់ផាណាទៀតតាមបងផាណាដើរចូលហើយតត់ជើងក្រោមភឹងរបស់ឃីនីនខៅឆ្វេងរបស់ឃីនីនទៀតអូយបុកគេយកចូលហើយទៅហើយតត់ដោមួយរបស់ផាណាបុកឆ្វេងស្ដាំអាយ៉ូឃីនីនឡើងគុំតែអូយចាប់គ្រាជាប់លោកគ្រូអាញាកដាបបែកអាយ៉ាទឹកទី2ហើយ
ទឹកទី2ហើយបណ្ណាដល់ចូលលូកទ្វេងមួយពេញចាប់ទៅកាប់កែងកអូយលូកជើងទ្វេងឡើងជង្គង់មួយទៀតអូយណែនពេញមុខជង្គង់មួយទៀតអូហូយបណ្ណាទឹកទី2ទៅហើយដើរចូលទៅហើយតក់ចូលរបស់គីនីនខៅជួយរបស់បណ្ណាដើរចូលបាច់ហើយយកជួយស្ដាប់របស់លូកទ្វេងរបស់បណ្ណាអូយទៅហើយតក់របស់គីនីនវិញរងតក់ក្រោមអើយជង្គង់របស់គីនីនវាជាប់លោកគ្រួញអាកដាលយេកំតនអាមួយបាគីឡូធ្ងន់មកគីឡូ65ណាលូកទេខៅពួតទឹកតត់សមួយទៀតរបស់បណ្ណាឆ្វេងស្ដាប់លេងយកគីនីនសងជង្គង់របស់គីនីនចាក់គ្រាធ្វើអីចេញតោះជើងអត់អីទេលោកគ្រូនួនវុធីបាទយ៉ាងណាហើយសតតែ30នាទីទេតែបណ្ណាដល់ចូលទៀតហើយខៅឆ្វេងខៅស្ដាប់ពួតទឹកតត់កាប់ចានមួយរបស់បណ្ណាកូនទៅពេញសេហាអូយក៏តោះជើងដួលទាំងពីរបានលើកឡើងមួយគីឡូធ្ងន់បាទតែមើលអីពេញតាមអីដោយបណ្ណាអត់តុកទេគ្រូចំពេញទឹកហើយវិញតាមទៅហៅស្ដាប់បណ្ណាកែងមួយជង្គង់សងវិញអូហូយទឹកពីរចប់បាទទឹកទី3ដែលជាទឹកផ្នែកប្រវត្តិក្រហមតាគីនីនបាទខៀវពេជ្រផាណាបនសលោកគ្រូពេជ្រសៃហាលូកអាឆ្វេងមកមួយលូកស្ដាប់តមកវិញដូចគ្នាកាប់តឡាឆ្វេងថយដើរចូលលូកធំទឹកបាទពីខៀវអីយយចង្គង់ហោះទឹកភ្នែនទៅមកហើយបាគីនីនគាត់ជើងក្រោមដើរចូលពីផាណាកាប់ចានស្ដាប់មកមួយបើលូកអាឆ្វេងត្រូវឆ្វេងខាងស្ដាប់តែឆ្វេងស្ដាប់ដងដល់ដៃនេះអីយយបាទថ្ងៃនេះទឹកទី3ទាញកវត្តបន្ទួលហ្មងចប់អត់ដួលបាទពេជ្រផាណាខ្ញុំមិនចេះដួលលោកគ្រូអញ្ញាដល់អ្វីលោកឆ្វេងមកមួយពីផាណាលោកអាស្ដាមសមកវិញពីគីនីនដើរចូលពីពេជ្រផាណាកាប់តឡាយអាឆ្វេងកាប់ចានស្ដាប់មកមួយទៀតបាទអាយ៉ាជឿកកសិនបាត់ពីគុំទឹកណាំបោះជង្គង់ស្ដាប់មកមួយទៀតនិយាយគ្រាលោកអញ្ញាអាចនិយាយចេញមួយនាទីបានកន្លងផុតហើយដល់2នាទីទៀតបាត់ចូលបដូរមកមួយអូហើយក៏លោកអញ្ញាដល់វាយដែរលោកអាឆ្វេងមកមួយពីផាណាលោកស្ដាប់ប្រហែលមកមួយទៀតកាប់ចានស្ដាប់មកមួយទៀតពីគីនីន1-2ហុងទឹកពីផាណាដក10ដៃពីបាទគីនីនបោះជង្គង់ស្ដាប់លោកអញ្ញាអាចនិយាយចេញអាយ៉ាកត្រាក់មកម្ដងដូចខ្ញុំជូកបុតត្បូងនៅទៅដល់ចូលពីផាណាកាប់ចានស្ដាប់មកមួយលោកស្ដាប់មកមួយទៀតបោះជង្គង់ឆ្វេងជង្គង់សមកវិញបាទគូនេះស្វាត់ស្វាញណាបាទបាក់ក្នុងការកាប់ក្តីដែរណាដល់ចូលពីផាណាអីយ៉ាងកេងបាទពីគីនីនដល់ចូលពីផាណាគេជុំទឹកកាប់ចានស្ដាប់ផុតហើយបន្តទៅទៀតចូលទៅគ្រៀកបោះជង្គង់ស្ដាំទាញបន្ទួលកាច់ទៅម្ដងបាទលោកអញ្ញាកដាមិនឲ្យកាច់ផ្ដាស់ទេបាទពេលវេលានៅសល់តែ1នាទីទៀតទេលោកអាចឆ្វេងសងស្ដាប់មកមួយដូចគ្នាតែចូលទៅពេជ្រអីយកជង្គង់ក្បាច់អីចេះបាទជង្គង់នេះឲ្យជង្គង់ខ្លីបើជង្គង់ទាត់ជើងក្រោមមួយទៀតអាយ៉ាហូកន្លែងឃើញហើយដល់ចូលពីផាណាដែរពេជ្រផាណាទាត់ជើងក្រោមបាទនេះគេហៅថាប្រលុកថ្មីរបស់លោកគ្រូពេជ្រសុផាន់លោកអាចឆ្វេងមកមួយទៀតដល់ចូលពីពេជ្រផាណាទាត់ជើងក្រោមពីពេជ្រផាណាតែដល់លោកឆ្វេងមកវិញលោកកញ្ញាកដាញេចេញហើយនៅកណ្ដាលចូលដល់ហើយលោកអាយ៉ាភ័ក្រស្ដាប់មកមួយដើរចូលពីពេជ្រផាណាដែរហើយឆ្វេងមកមួយទៀតតោមកដូចគ្នាហើយចូលទាត់ជើងក្រោមដើរចូលទៅទៀតពីពេជ្រផាណាអាយ៉ាកលាប់សបាទនៅកណ្ដាលចូលដល់ពីពេជ្រភ័ក្រឲ្យជើងឆ្វេងអត់ពេលវេលាក៏កាន់តែទៀតចប់ទឹកទី3យ៉ាបដូរគ្នាបាទគណៈធិបតីជាទីគោរពអស់លោកស្រីនិងនាងកញ្ញាជាទីមេត្រីបន្ទាប់ពីការប្រកួត3ទឹកពេញចៅក្រមទាំង5សម្រាប់ឲ្យជាជំនះដោយឯកច្ឆន្ទអបអរសាទរកីឡាករបង្គោលខៀវពេជ្រផាន់ណាបាទអប
អបអរសាទរសម្រាប់ផាត់ណាកូនសិស្សលោកគ្រូពេជ្រសេហា Extreme Cambodia គុនខ្មែរទឹកពិសាកម្ពុជាបន្សុទ្ធគ្រប់ដំណក់ជាមួយបច្ចេកវិទ្យា Smart Triple Filter